បាទសូមជម្រាបសួរបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំបាទសូមធ្វើការទូទាយអំពីជោគជតារាសីសម្រាប់បងប្អូននៅកើតនៅឆ្នាំរោងវិញម្ដងថាឆ្នាំរោងទាក់ទងនៅខែមេសាឆ្នាំ2025នេះដួងជតារាសីរបស់បងប្អូនអ្នកទាំងអស់គ្នាមានលក្ខណៈដូចម្តេចខ្លះសូមតាមដានសម្ដាប់ពី Channel ទូទាយដូចតទៅនេះទាក់ទងនឹងបងប្អូននៅកើតនៅឆ្នាំរោងគឺតាមការទូទាយគុណគូមើលទៅគឺល្អប្រសើរខ្លាំងមែនទែននៅក្នុងចន្លោះពេលនេះបងប្អូននៅកើតនៅឆ្នាំរោងតែនឹងជួបរឿងរ៉ាវល្អៗភាពប្រសើរតាក់ទងក៏ល្អទាំងកន្លែងការងារទាំងរឿងលុយកាក់បាទគឺល្អខ្លាំងសម្រាប់ខែមេសានេះខែនេះបងប្អូននៅកើតនៅឆ្នាំរោងអាចធ្វើកិច្ចការងារទាំងអស់បានយ៉ាងរលូនក៏ប៉ុន្តែបញ្ហាមួយដែលទូចមកកាន់ជីវិតលោកអ្នកគឺតាក់ទងជាមួយបញ្ហាសុខភាពបាទដើម្បីកាន់ជាក់ស៊ីជម្រៅច្បាស់ថាជោគជតារាសីបងប្អូនកើតឆ្នាំរោងល្អយ៉ាងណានោះសម្រាប់ខែមេសានោះសូមតាមដានទស្សនាពី Channel ខ្ញុំបាទដូចតទៅនេះឆ្នាំរោងជាឆ្នាំមួយដែលលោកអ្នកបំពេញនៅរកកិច្ចការងារយ៉ាងរលូននៅក្នុងខែមេសានេះក្នុងរយៈពេលខែមេសានេះបងប្អូនในការនៅឆ្នាំរោងគឺមានភាពសុខដុមរមនាច្រើនទាក់ទងជាមួយនឹងតំណែងបុគ្គលទាក់ទងនឹងកន្លែងធ្វើការងារក៏មានភាពល្អប្រសើរទាក់ទងនឹងលាភសំណាងដែលលោកអ្នកចង់បាននៅក្នុងខែមេសានេះចំពោះបងប្អូនในការនៅឆ្នាំរោងគឺមានឱកាសច្រើនមែនទែនទាក់ទងនឹងធម៌ពលវិជ្ជមាននៅជុំវិញខ្លួនដែលបង្កឲ្យលោកអ្នកខិតខំប្រឹងប្រែងយ៉ាងរលូននាំទៅរកភាពរីករាយនៅក្នុងជីវិតសម្រាប់ខែមេសានេះទោះបីជាជោគជតារាសីល្អខ្លាំងកម្រិតណាក៏ដោយចំពោះបងប្អូនកើតឆ្នាំរោងក្នុងខែមេសានេះទាក់ទងនឹងសុខភាពក៏មានភាពប្រកម្មប្រកបខ្លះផងដែរតែបងប្អូនអរគ្នាមិនប្រយ័ត្នទេនោះក្នុងខែមេសានេះបងប្អូនអរគ្នានឹងអាចមានបញ្ហាសុខភាពកើតមានឡើងចំពោះបងប្អូនអរគ្នាហើយបើសិនជាបងប្អូនអរគ្នាចង់ជៀសផុតពីបញ្ហាទាំងនេះបងប្អូនអ្នកគ្នាត្រូវតែព្យាយាមថែរក្សានៅសុខភាពរបស់បងប្អូនអ្នកគ្នាជាប្រចាំបរិភោគបានទៀងទាត់ហាត់ប្រាណឲ្យបានទៀងទាត់ឬក៏បរិភោគអ្វីដែលមានវីតាមីនឲ្យបានច្រើននោះខែនេះគឺលោកអ្នកអាចនឹងល្អទាំងព្រមបានហើយព្រោះថាកិច្ចការងារដែលលោកអ្នកបំពេញក៏ល្អការតំណែងក៏ល្អហើយលោកអ្នកបន្ថែមនៅសុខភាពល្អមួយទៀតនេះគឺឱកាសច្រើនក្នុងការបំពេញកិច្ចការងារល្អមែនទែនចំពោះបងប្អូនដែលកើតនៅឆ្នាំរោងសម្រាប់ខែមេសានេះចំពោះខែមេសានេះផងដែរបងប្អូនអ្នកគ្នាត្រូវបានតែម្ដងចំពោះអ្នកដែលចង់វិនិយោគក៏ប៉ុន្តែការវិនិយោគមួយនេះបងប្អូនត្រូវតែសម្លឹងមើលទស្សនវិស័យឲ្យបានវែងឆ្ងាយដូចគ្នាជៀសវាងបញ្ហាណាមួយដែលពុំក៏ប្រសើរមកកាន់ជីវិតលោកអ្នកនៅកន្លែងការងារបងប្អូននៅកាន់នៅឆ្នាំរោងគឺមានភាពល្អិតល្អន់ម៉ត់ចត់មែនទែនជំនាញភាពជាអ្នកដឹកនាំរបស់បងប្អូននៅគ្នានឹងធ្វើឲ្យបងប្អូននៅគ្នាមានភាពភ្លឺស្វាងនៅកន្លែងការងារទទួលបានការកោតសរសើរពីមិត្តភ័ក្តិនិងថ្នាក់ដឹកនាំរបស់បងប្អូនរយៈពេលនេះបងប្អូនធ្វើអ្វីក៏ថ្នាក់ដឹកនាំរបស់បងប្អូនគ្នាមើលទៅលោកអ្នកសំខាន់ផងដែរហើយបើលោកអ្នកព្យាយាមបំពេញកិច្ចការងារនោះឲ្យកាន់តែល្អប្រសើរថែមទៀតមួយកម្រិតទៀតនោះបងប្អូនในការឆ្នាំរោងនៅក្នុងខែនេះគឺអាចឈានទៅដល់ការឡើងឋានៈតំណែងទូនាទីទៀតផងព្រោះថាការបំពេញកិច្ចការងារលោកអ្នកគឺមានភាពប្រសើរមែនទែនរយៈពេលនេះគឺជារយៈពេលនៃការចាប់ឱកាសរបស់បងប្អូនអ្នកគ្នាហើយដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈបងប្អូនអ្នកគ្នាឲ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀតនោះហើយកិច្ចសហប្រតិបត្តិការជាមួយដៃគូរបស់លោកអ្នកនៅកន្លែងការងារមិត្តភ័ក្តិរួមការងារឬក៏មនុស្សជុំវិញខ្លួនគឺលោកអ្នកធ្វើបានយ៉ាងប្រសើរមែនទែនទាក់ទងនឹងការលើកទឹកចិត្តក្រុមការងារក៏ដូចគ្នាផងដែរដើម្បីឲ្យលោកអ្នកឡើងនៅតំណែងទូនាទីយ៉ាងល្អប្រសើរនោះលោកអ្នកត្រូវតែយល់ចិត្តក្រុមការងារឲ្យបានល្អប្រសើរដូចគ្នាដើម្បីឲ្យលោកអ្នកទទួលការជ្រោមជ្រែងក្នុងការឡើងតំណែងជាមេកាយរបស់ពួកគេនៅកន្លែងការងារដែលលោកអ្នកកំពុងតែបំពេញសម្រាប់បងប្អូននៅក្នុងឆ្នាំរោងនៅចន្លោះពេលនេះសម្រាប់ខែមេសាឆ្នាំ2025ទាក់ទងនឹងបងប្អូនដែលបំពេញកិច្ចការងារជាអាជីវករធ្វើអាជីវកម្មអ្នកបណ្ដាក់ទុនរកស៊ីនៅក្នុងវិស័យវិនិយោគនានាផ្សេងរយៈពេលនេះគឺជារយៈពេលមួយគឺមានភាពល្អប្រសើរខ្លាំងមែនទែនបើបងប្អូនទាំងអស់គ្នាព្យាយាមស្វែងរកនៅកិច្ចការងារមួយដែលលោកអ្នកកំពុងតែបំពេញនៅចន្លោះពេលនេះជាមួយនឹងការវិនិយោគផ្សេងៗនោះ
គឺជារយៈពេលនៃការបំពេញកិច្ចការងារនោះយ៉ាងល្អប្រសើរនៃការបណ្ដាទុនថ្មីគឺនាំមកនៅលៀបល្អប្រសើរមកខាងជីវិតលោកអ្នកដែលកើតនៅឆ្នាំរោងហើយបើលោកអ្នកបដោតលើកទឹកចិត្តទាក់ទងនឹងបញ្ហាដែលលោកអ្នកកំពុងតែធ្វើគឺជាយុទ្ធចិត្តដៃគូរបស់លោកអ្នកការបណ្ដាទុនត្រឹមត្រូវឆ្លៀសវៃនិងរហ័សរហួននោះរយៈពេលនេះបងប្អូនអ្នកគ្នានឹងទទួលបាននូវរឿងរ៉ាវល្អៗទាក់ទងនឹងការបណ្ដាទុនដូចជាការចំណេញការយល់ចិត្តពីដៃគូរបស់លោកអ្នកជាដើមក៏ប៉ុន្តែទាក់ទងនឹងការវិនិយោគនេះបងប្អូនមិនមានភាពចាំបាច់ណាមួយទេការបណ្ដាក់ទុននេះត្រូវតែធ្វើឡើងដែលមានភាពវៃឆ្លាតមិនត្រូវបណ្ដាក់ទុនទាំងអស់នោះទេបើសិនជាលោកអ្នកដាក់ទុនទាំងអស់នោះលោកអ្នកនឹងមានបញ្ហាទាក់ទងនឹងរឿងរ៉ាវហិរញ្ញវត្ថុជាជាបំខានព្រោះថាចន្លោះពេលនេះគឺបងប្អូនអាចចំណាយនឹងប្រាក់ដែលមានសម្រាប់វិនិយោគនេះត្រឹម 50% ទៅ 60% បានតែបើសិនជាហ៊ានដាក់ 100% នោះចន្លោះខែមេសានេះគឺជាខែហានិភ័យលោកអ្នកទៅវិញទេលោកអ្នកត្រូវតែមានប្រាក់តម្កល់នៅក្នុងខ្លួនទើបពីការប្រសើរសម្រាប់ខែនេះទាក់ទងនឹងទំនាក់ទំនងស្នេហាវិញចន្លោះខែមេសាឆ្នាំ2025នេះទំនាក់ទំនងស្នេហារបស់លោកអ្នកគឺមានភាពរីកចម្រើនខណៈដែលភាពកក់ក្ដៅក៏មានមកកាន់ជីវិតលោកអ្នកផងដែរដៃគូរបស់លោកអ្នកគឺយល់ចិត្តលោកអ្នកច្រើនស្រឡាញ់លោកអ្នកគោរពលោកអ្នកឲ្យតម្លៃលោកអ្នកធ្វើឲ្យគ្រួសារមានភាពសុខដុមរមនាគឺទាំងផ្លូវកាយនិងផ្លូវចិត្តជាមួយនឹងប្តីប្រពន្ធគូសង្សារឬក៏ជាមួយនឹងកូនចៅរបស់បងប្អូនអ្នកនេះយ៉ាងគាត់ប្រសើរជាទីបំផុតចំពោះបងប្អូនដែលនៅលីវិញចំពោះបងប្អូនកើតឆ្នាំរោងនៅចន្លោះពេលនេះជាពេលវេលាមួយដើម្បីជួបមនុស្សពិសេសគូស្នេហ៍រីករាយទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូរបស់បងប្អូនអ្នកនេះហើយក៏ជាពេលវេលាល្អនៃការសាងទំនាក់ទំនងសន្តិភាពផ្លូវចិត្តជាមួយដៃគូរបស់លោកអ្នកផងដែរតែបងប្អូនធ្វើកិច្ចការងារជាមួយនឹងដៃគូលោកអ្នកគឺតែងតែមានភាពទទួលជោគជ័យក៏ប៉ុន្តែនៅចន្លោះពេលនេះចំពោះបងប្អូនដែលរៀបការហើយត្រូវប្រយ័ត្នប្រយែងគឺប្រយ័ត្នជូនទី3នៅចន្លោះពេលនេះគឺមានការលូកដៃកកកកាយច្រើនពីសំណាក់ជនទី3ដែលចង់មកបំបាច់បំបាក់ឬក៏ឆ្លៀតឱកាសដើម្បីលោកអ្នកមានភាពលំបាកនៅក្នុងជីវិតនៃគ្រួសាររបស់បងប្អូនគ្នានៅក្នុងចន្លោះខែនេះម្ល៉េះហើយលោកអ្នកគួរតែប្រយ័ត្នបើសិនជាធ្វើអាកប្បកិរិយាមួយណាដែលមិនសមគួរនោះបងប្អូននឹងមានបញ្ហាជាមួយដៃគូលោកអ្នកដែលកំពុងតែស្រឡាញ់គ្នាបាត់មុខមិនបាននេះហើយចឹងបើមានមែនបងប្អូនអ្នកគួរតែព្យាយាមចាកឆ្ងាយមនុស្សដែលប៉ុនប៉ងបំបីបំបាក់គ្រួសារនេះតើតើនឹងបងប្អូនដែលជាសិស្សនិស្សិតវិញនៅចន្លោះពេលនេះជីវិតរបស់បងប្អូនអ្នកគ្នាគឺមានភាពរវល់រៀងច្រើនបន្តិចពីលទ្ធផលការងារมันមានអ្វីគួរឲ្យព្រួយបារម្ភទេតើតើជាមួយការងារសាលាឬក៏ការងារស្ម័គ្រចិត្តដែលលោកអ្នកកំពុងតែបំពេញខាងក្រៅក្តីសូមអរគុណដែលបានសម្ដាប់ពីការទូទាយជោគជតារាសីសម្រាប់ខែមេសាសម្រាប់ឆ្នាំរោងឆ្នាំ2025នេះពី Channel ទូទាយសូមអរគុណសូមជម្រាបលា